ពេល3នាទីដើម្បីត្រៀមខ្លួនក្នុងការប្រឡងទីភ្នំដោយយើងទៅធ្វើលំហាត់មួយនេះទាំងអស់គ្នាលំហាត់នេះគឺគេឲ្យកន្សំពីរគឺកន្សំ A និងកន្សំ B ហើយគេឲ្យយើងដាក់កន្សំ A និង B គឺជាផលគុណកតាដើម្បីកណនីលំហាត់មួយនេះបានលុះត្រាតែអ្នកនរគ្នាចេះអំពីផលគុណកតាគឺបានថា A ក្រេដក B ក្រេណាត្រូវចេះ A ដក B កតា A បូក B អញ្ចឹងបើសិនជាអ្នកគេអត់ទាន់មើលភាព1អាចទៅមើលភាព1បានក្រេ9វាស្មើនឹង3ការ៉េអញ្ចឹងអានេះខ្ញុំចាត់ទុកវាជា A ក្រេដក B ការ៉េអញ្ចឹងស្មើអី x ដក1 A ដក B កតា A បូក B បាទ x កនាមបានមែនដក1ដក3គឺដក4បាទនេះគឺមែន x 3ដក1សល់2ឃើញអត់ប៉ុណ្ណឹងចប់ A មួយបានហើយជាផលគុណកតាដល់ពេល B នេះគឺអាញ៉ៃប៉ុន្តែអត់ប្របាអេយើងមើលចេះយើងមើល16វាស្មើមែន16វាស្មើ4ការ៉េមែនអត់ចំណាយ4ដក4នេះខ្ញុំទៅសេបានមែនគឺខ្ញុំសេដដែលសិនមកបន្តមកអានេះ A ការ៉េដក B ការ៉េនេះអញ្ចឹងវាស្មើគេ A ដក B កតា A បូក B អានេះបើគេមាន x ដក4អានេះ4ដក x អញ្ចឹងខ្ញុំចាប់ដកជាកតាចាប់ដកចេញដល់សល់ x ដក4លើកជាការ៉េធម្មតាដកលើកជាការ៉េវាបូកអញ្ចឹង3របស់យើងវាទៅជាម៉ានយើងសេដដែលមកវិញមក x ដក4កតា x បូក4អានេះដកលើកជាការ៉េបូកអីអញ្ចឹងនៅសល់ម៉ានគឺនៅសល់ x ដក4លើកជាការ៉េយើងមកមាន x ដក4ដូចគ្នាអញ្ចឹងខ្ញុំចាប់ x ដក4ជាកតាពេលចាប់ x ដក4ជាកតានៅសល់ម៉ាន x បូក4ដល់ពេលតួមួយនេះគឺនៅសល់ x ដក4ជួយកណនីតិចមកណាអញ្ចឹងបានមែន x បូក x 2x 4បូក4ដក4គឺអស់ហើយ0អញ្ចឹងយើងឃើញ A 3ហើយដល់ពេលសំណួរខគឺគេឲ្យយើងសម្រួលកន្សោម F A លើ B អញ្ចឹងយើងគ្រាន់យកអាតម្លៃដែលយើងរកឃើញយកមកដាក់ចូលមក x ដក4កតាឲ្យ x បូក2 3របស់យើងគឺ x ដក4ចែកឲ្យ 2x យើងគឺអានេះដូចគ្នាយើងសម្រួលចោលប៉ក់ទៅអញ្ចឹងវាបានមែនវាមិននៅសល់ x បូក2នៅលើ 2x តោះអត់គ្នាយើងដើម្បីបានបន្ទុកពេញជួយទៅសេដូចនេះតិចមកណាអញ្ចឹងដូចនេះដូចនេះ A យើងគឺ x ដក4 x បូក2 B x ដក4 2x បាទនេះគឺជា A ដល់ពេល F ដូច្នេះ F ស្មើ x បូក2លើ 2x បាទលំហាត់របស់យើងគឺត្រូវបានដោះស្រាយងាយៗទេអត់ពិបាកទេសំខាន់ឲ្យតែអ្នកគ្នាចេះរូបមន្តមួយតើតើទៅនឹង A ការ៉េដក B ការ៉េគឺស្មើ A ដក B កតា A បូក B ចាំបើសិនជាវីដេអូនេះមានប្រយោជន៍កុំភ្លេច like share report ទៅកាន់មិត្តភ័ក្តិរបស់យើងផងដើម្បីប្រឡងឌីប្លូមជាប់ទាំងអស់គ្នាជួយបងស្នាមល្អជាប់និទេសល្អគ្រប់គ្នាជួបគ្នាវីដេអូក្រោយបាយ